សួស្តីអ្នកទាំងអស់គ្នានេះគឺរបៀបធ្វើនំបញ្ចុកទឹកប្រហុកហើយវាជាលើកទី1ឯងដែលខ្ញុំសាកល្បងធ្វើវានៅក្នុងហ្នឹងគឺខ្ញុំយកស្ករត្នោតមកធ្វើហើយគ្រឿងផ្សំអាចមើលទៅលើនៅវីដេអូខ្ញុំបានខ្ទឹមគឺខ្ញុំយកវាមកលីងឲ្យឈ្ងុយអញ្ចឹងមកបន្តមកទៀតគឺខ្ញុំយកគ្រឿងដែលខ្ញុំលីងមកមិញហ្នឹងប្រឡុកជាមួយនឹងម្ទេសខៀមដែលខ្ញុំបានច្រាំហើយចាក់ទឹកចូលបន្តិចឲ្យយើងប្រឡុកទៅវាហៀងស្រួលបន្តិចចឹងណាពីប្រឡុកគ្រឿងហើយខ្ញុំក៏ចាប់ដើមលីងស្ករត្នោតយើងឲ្យឡើងជើងគាត់បន្តិចហើយខ្ញុំដាក់ប្រហុកដែលខ្ញុំបានច្រាំឬមកក៏ប្រហុកសាច់ប៉ុន្តែខ្ញុំយកប្រហុកសាច់វាស្រួលព្រោះវាឆាប់មាត់ឆាប់អីចឹងយើងលីងវាឲ្យចូលសាច់គ្នាចឹងមកចាំយើងចាក់គ្រឿងយើងចូលចាក់កូរហើយកូរវាបន្តិចទៅយើងចាក់ទឹកចូលបន្តិចអាទឹកនេះទឹកគ្រឿងដែលខ្ញុំបានប្រឡុកមិញហ្នឹងហើយបន្តមកទៀតខ្ញុំភ្លក់ថារសជាតិវាល្មមនៅពុកដោយសារតែប្រហុកយើងរៀងប្រាំងហើយស្ករអញ្ចឹងហើយខ្ញុំដាក់តែប៊ីចេងតែបន្តិចគេបន្តមកគឺខ្ញុំស្រង់ទឹកប្រហុកយើងឡើងមកហើយខ្ញុំសោះបន្លែយើងអាចយកបន្លែណាដែលយើងចូលចិត្តយកមកសោះអញ្ចឹងឲ្យវាទន់ហើយស្រួលញ៉ាំណាហើយនំបញ្ចុកក៏ខ្ញុំសោះដែរឲ្យវាឆាប់ចូលគ្រឿងជាមួយនឹងទឹកប្រហុករបស់យើងសម្រាប់របៀបញ៉ាំស្រួលទេមានសាច់ត្រីហើយត្រីនេះគឺខ្ញុំទិញមកពីខាងក្រៅអញ្ចឹងហើយនេះទឹកប្រហុកដែលខ្ញុំធ្វើយើងដាក់តែមកល្មមជាមួយនឹងនំបញ្ចុកយើងឲ្យវាចូលគ្នាមកច្បាច់ខុសឆ្មាំបន្តិចដាក់បន្តិចមកមើលទៅខ្ញុំមិនខ្ញុំចង់មិនដឹងទីអញ្ចឹងបើសិនការធ្វើទឹកប្រហុករបស់ខ្ញុំនឹងមានការខុសខាតអីអាចចូលខមមិនបានខាងក្រុមអរគុណសម្រាប់ការទស្សនា